ជំរាបសួរលោកគ្រូខ្ញុំឈ្មោះសុអានហើយមកពីក្រុម SPM 2033នឹងធ្វើការនិយាយតាក់ទងជាមួយនឹង schedule current job អញ្ចឹងដែលនេះគឺខាងនេះគេហៅ current time ដែល script ទី1នោះគឺយើងអានថាជារៀងរាល់10នាទីម្ដងតែចន្លោះពីម៉ោង9ដល់ម៉ោង18ឬក៏ម៉ោង6ល្ងាចហ្នឹង script ហ្នឹងនឹងធ្វើការ run ជារៀងរាល់ថ្ងៃហើយចំពោះទី2នេះគឺរៀងរាល់15នាទីម្ដងដែលគិតចាប់ពីម៉ោងដែលចន្លោះពីម៉ោង8ព្រឹកដល់ម៉ោង8យប់អញ្ចឹង script ហ្នឹងនឹងធ្វើ run ជារៀងរាល់ថ្ងៃដែរហើយចំពោះអាទី3គឺនៅនាទីទី0ដែលចន្លោះពីម៉ោង9ដល់ម៉ោង5ល្ងាចscript ហ្នឹងនឹងធ្វើការ run ជារៀងរាល់ថ្ងៃដូចគ្នាហើយចំពោះទី4នេះគឺរៀងរាល់30នាទីម្ដងដែលគិតចាប់ពីម៉ោង9ដល់ម៉ោង5ល្ងាចហើយនៅរៀងរាល់ថ្ងៃហើយច័ន្ទជាមួយនឹងថ្ងៃសុក្រអញ្ចឹង script នេះនឹងធ្វើការ run ម្ដងដែរហើយចំពោះអាក្រមនេះគឺអាណារៀងរាល់17នាទីម្ដងគឺគិតចាប់ពីម៉ោង8រហូតដល់ម៉ោង5ល្ងាចនៅថ្ងៃច័ន្ទរៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃសុក្រហ្នឹង script ហ្នឹងនឹងធ្វើការ run ហើយអានេះគឺនៅនាទីទី30ដែល script ហ្នឹងនឹងធ្វើការ run ចំនួន5ដងដែលគិតចាប់ពីម៉ោង1រហូតដល់ម៉ោង11យប់11ព្រឹកម៉ោង1ព្រឹករហូតដល់ម៉ោង11យប់ហើយដែលគេនៅរៀងរាល់ថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃពហុហើយចំពោះនេះវិញគឺរៀងរាល់20នាទីម្ដងដែលគិតចាប់ពីម៉ោង9ដល់ម៉ោង17ឬក៏ម៉ោង5 PM ហ្នឹងអញ្ចឹងនៅរៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃសុក្រនឹងធ្វើការ run ម្ដងដែរហើយចំពោះអានេះគឺនៅនាទីទី45ដែលនៅនាទីទី45ដែល script ហ្នឹងនឹងធ្វើការ run 2ដងនៅក្នុងមួយថ្ងៃដែលគិតមកនៅក្នុងរៀងរាល់ម៉ោង5:45នាទីអញ្ចឹង script នឹងធ្វើការ run 2ដងនៅក្នុងមួយថ្ងៃហើយចំពោះអានេះវិញគឺនៅនាទីទី30នៅនាទីទី30នៅម៉ោង2:30នាទីជារៀងរាល់ថ្ងៃទី1ឬមួយហៅថាដើមខែហ្នឹងអញ្ចឹង script ហ្នឹងនឹងធ្វើការ run ចំនួន3ខែម្ដង3ខែម្ដងយ៉ាហើយចំពោះនេះវិញគឺនៅនាទីទី0ម៉ោង0ឬគេហៅថាឆ្លងថ្ងៃហ្នឹងគឺនៃថ្ងៃទី29ហើយរៀងរាល់ខែ2ចឹង script ហ្នឹងនឹងធ្វើការ run ម្ដងដែរហើយចំពោះនេះវិញគឺរៀងរាល់15នាទីម្ដងដែលរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យចឹង script ហ្នឹងនឹងធ្វើការ run ដែរហើយចំពោះនេះវិញគឺនៅនាទីទី0ដែលរៀងរាល់5ម៉ោងម្ដងដែលគិតនៅថ្ងៃច័ន្ទចឹង script ហ្នឹងនឹងធ្វើការ run ហើយចំពោះនេះវិញគឺរៀងរាល់3នាទីម្ដងហើយរៀងរាល់3នាទីម្ដងដែលវានឹងធ្វើ script នឹងធ្វើការ run 2ម៉ោងដែលគិតចាប់ពីម៉ោង8ដល់ម៉ោង6ល្ងាចហើយរៀងរាល់ថ្ងៃអង្គារនិងថ្ងៃពហុហើយចំពោះអានេះវិញគឺអឺបានគឺរៀងរាល់5នាទីម្ដងហើយ script នឹងធ្វើការ run 2ម៉ោងដែលគិតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី15ដល់ថ្ងៃទី15នៅក្នុងដែលយើងគិតនៅក្នុងខែJanuary ខែ1ហើយខែ6 June និងខែ December គឺខែ12ហើយនេះវិញគឺអឺរៀងរាល់3នាទីម្ដងដែលយើង start from ពីម៉ោង1រហូតដល់ម៉ោង11យប់នៅរៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃសុក្រនឹងធ្វើការrun ម្ដងដែរហើយអឺចំពោះអានេះវិញគឺរៀងរាល់17នាទីម្ដងដែល script នឹងធ្វើការ run 3ដងដែលរាប់ចាប់ដែលវា start from ពីម៉ោង5 AM រហូតដល់ម៉ោង10យប់តែរៀងរាល់ថ្ងៃទី1ថ្ងៃទី5ថ្ងៃទី10និងថ្ងៃទី15ហើយចំពោះអានេះវិញគឺនៅនាទីទី0ម៉ោងទី0អញ្ចឹង script នឹងវានឹងធ្វើការ run 4ម៉ោងម្ដងដែលយើងចាប់ពីម៉ោងទី0ហ្នឹងគឺគេហៅថាម៉ោងដាច់ម៉ោង12:00ហ្នឹងរហូតដល់ម៉ោង11យប់អញ្ចឹងហើយដែលវានឹង run script រៀងរាល់ថ្ងៃអាទិត្យ
ហើយចំពោះនេះវិញគឺនៅនាទីទី0ដែលចាប់ពីម៉ោង1ម៉ោង7ម៉ោង1ព្រឹកម៉ោង7ព្រឹកម៉ោង13គឺម៉ោង1ថ្ងៃនិងម៉ោង7យប់ដែលវានឹងធ្វើការ run script នឹងជារៀងរាល់ថ្ងៃចំពោះអាខមនេះវិញគឺរៀងរាល់45នាទីគឺ script នឹងធ្វើការ run ម្ដងអញ្ចឹងការនិយាយរបស់ខ្ញុំចប់ហើយលោកគ្រូ